បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាម្ដងទៀតបាទអញ្ចឹងនៅថ្ងៃនេះយើងមកបន្តសិក្សាពាក្យដែលតកតងនឹងសម្ភារៈក្នុងផ្ទះបន្តទៀតហើយដូច្នេះយើងចូលមកកាន់ពាក្យតែម្ដងណាអញ្ចឹងពាក្យទី1របស់យើងថ្ងៃនេះគឺអានថា socket យើងអានទៅណា socket socket ប្រែថាព្រីជាប់ជញ្ជាំងចាំបងប្អូនស្គាល់ណាព្រីជាប់ជញ្ជាំង socket ពាក្យទី2គឺ power strip power strip ប្រែថាព្រីខ្សែមានន័យថាព្រីយើងអាចដាក់ទៅកន្លែងធ្វើការឲ្យបានអញ្ចឹងណាហ្នឹងពាក្យទី3 charger charger ប្រែថាឆ្នាំងសាក់ទូរស័ព្ទពាក្យទី4 television មានន័យថាទូរទស្សន៍ពាក្យទី5 wardrobe ប្រែថាទូខោអាវបាទអញ្ចឹងពាក្យទី1 socket ព្រីជាប់ជញ្ជាំងពាក្យទី2 power strip ព្រីខ្សែពាក្យទី3 charger ឆ្នាំងសាក់ទូរស័ព្ទពាក្យទី4 television ទូរទស្សន៍ពាក្យទី5 wardrobe ទូខោអាវដូច្នេះបងប្អូនមើលមកបន្តទៀតមកដល់ប្រយោគតែម្ដងណាប្រយោគទី1របស់យើងគឺ These are two sockets in my room These are two sockets in my room មានន័យថាទាំងនេះគឺជាព្រីជាប់ជញ្ជាំងក្នុងបន្ទប់របស់ខ្ញុំណាប្រយោគទី2 She bought a power stripមានន័យថានាងបានទិញព្រីខ្សែមួយប្រយោគទី3 I lost my charger ខ្ញុំបាត់ឆ្នាំងសាក់ទូរស័ព្ទណា charger ហ្នឹងគឺសំដៅដល់ឆ្នាំងសាក់ទូរស័ព្ទហ្នឹងហើយប្រយោគទី4 This is an expensive television បាទនេះគឺជាទូរទស្សន៍ថ្លៃមួយណា expensive កន្លែងហ្នឹងប្រែថាថ្លៃបងប្អូនបាទបន្តមកទៀតប្រយោគទី5 My wardrobe is full ឬក៏យើងអានថា full ក៏បានអានថា full ក៏បានដែរណាពាក្យនេះណា My wardrobe is full មានន័យថាទូខោអាវរបស់ខ្ញុំពេញហើយណាបាទដូច្នេះថ្ងៃនេះយើងសិក្សាតែប៉ុណ្ណឹងទេបងប្អូនបាទសូមអរគុណសូមជម្រាបលា